បងប្អូនថ្ងៃនេះចង់មកបង្ហាញពីសកម្មភាព daily ពេលព្រឹកដែលខ្ញុំត្រូវទៅទិញម្ហូបនៅផ្សារនៅអីចឹងណាហើយថ្ងៃនេះគឺខ្ញុំចាប់ផ្ដើមរៀបចំខ្លួនគឺទៅទិញម្ហូបហើយបងប្អូននេះគឺខ្ញុំចាប់ផ្ដើមចេញតភ្លាមនិយាយថាថ្ងៃណាចាញ់ចាំងមកហ្មងធ្វើមើលខឹងណាគេចឹងលោកព្រីហើយក្តៅចុកបែកក្បាលនេះហើយនេះខ្ញុំមកដល់ផ្សារណាផ្សារនេះគេហៅផ្សារកែបបងប្អូនខ្ញុំមកបានថតដែររាប់អីច្រើនទេបងប្អូនហើយព្រោះខ្ញុំប្រញាប់ទៅទិញម្ហូបប្រញាប់បានមកធ្វើវិញព្រោះចេញក្តៅណាបងប្អូនអើយនិយាយថាមុខលោកក៏ហមអស់ហើយចេញមកផ្លែអីហ្នឹងដោយសារមេក្តៅពេកអញ្ចឹងយើងធ្វើបែបប្រញាប់លឿនចឹងណាហើយនេះខ្ញុំមកដល់ហើយចូលទៅក្នុងផ្សារយើងចាប់ផ្ដើមតម្រង់រត់ទៅបន្លែណាហើយមុនទៅអត់មានគោលបំណងថាអូធ្វើម្ហូបនេះទិញទុកអីអត់ទេចាទៅដល់មើលចាំមកចិត្តស្ដាយមានបន្លែមានម្ហូបអីខ្លះទិញយកហ្មងមកដំបងតែចង់ឆាស្ដាយនេះដល់ពេលឃើញនឹកឃើញថាអូឆាស្ដាយឯមុនឆាហើយដល់ពេលអញ្ចឹងចង់ឆាផ្កាកាត់ណាម្ដងឃើញល្អដែរអញ្ចឹងហើយនេះខ្ញុំថតចោះឲ្យបងប្អូនព្រោះអត់បានថតលម្អិតនេះទេខ្ញុំទិញសាច់ទិញអីឲ្យហើយអីគេហាន់អីឲ្យហើយទៅយើងទិញបន្លែទិញអីមកស្រាប់ហ្មងនេះខ្ញុំទិញហើយចឹងខ្ញុំរៀបចំចេញទៅវិញចាប់ផ្ដើមធ្វើម្ហូបហើយនិយាយថាវិស័យធ្វើម្ហូបនេះស្រឡាញ់ចូលចិត្តប៉ុន្តែខ្ញុំនៅតែចង់បានអីថ្មីបែបផ្សេងចឹងខ្ញុំចូលចិត្តជំនាញច្រើនប៉ុន្តែគ្រាន់ថាជំនាញធ្វើម្ហូបនេះគឺខ្ញុំចូលចិត្តមកតាំងពីតូចតាំងពីឃើញម៉ាក់ធ្វើម្ហូបដំបូងខ្ញុំចូលចិត្តតែម្ហូបទោះឆ្ងាញ់មិនឆ្ងាញ់គឺខ្ញុំនៅតែធ្វើដែរចូលចិត្តអីទៅថ្មីប៉ុន្តែខ្ញុំនៅតែចូលចិត្តជំនាញផ្សេងទៀតចឹងណាតែបើថាជំនាញធ្វើម្ហូបនេះមួយគឺជំនាញ favorite របស់ខ្ញុំហើយតាំងពីតូចមកហើយក៏អរគុណបងដែលនៅជុំវិញខ្លួនហ្នឹងគឺគាត់ទៅសាគឺគាត់ support ហ្មងថារឿងធ្វើម្ហូបហ្នឹងហើយម្ហូបខ្ញុំថ្ងៃហ្នឹងគឺមានតែប៉ុណ្្នឹងឯងគឺថតចោះបងប្អូននេះខ្ញុំឆាសាច់បន្លែស្រស់អីឲ្យហើយចឹងទៅចឹងម្ហូបយើងថ្ងៃហ្នឹងគឺមានតែប៉ុណ្្នឹងឯងអរគុណ